Solving a dispute in a company is a question of culture and attitude. ដោះស្រាយចំនួនជាមួយអតិថិជនម្នាក់គឺពឹងផ្អែកលើវប្បធម៌សហគ្រាសនិងអាកប្បកិរិយានៅក្នុងសហគ្រាសរបស់លោកអ្នកតើលោកអ្នកត្រូវធ្វើយ៉ាងដូចម្តេចនៅពេលដែលអតិថិជនម្នាក់ប្រឹងតវ៉ា1លោកអ្នកសាកល្បងធ្វើជាមិនដឹងមិនឮសាកល្បងលាក់រឿងរ៉ាវឬក៏ទម្លាក់កំហុសទៅលើនរណាម្នាក់ផ្សេងទៀត2លោកអ្នកសាកល្បងការពារខ្លួនដោយប្រើពាក្យសុំទោសឬលោកអ្នកបាយឆ្លោះទាស់តែងជាមួយអតិថិជន3លោកអ្នកសាកល្បងទិញទឹកចិត្តអតិថិជនតាមរយៈអំណោយឬការផ្ដល់សំណាងណាមួយ4លោកអ្នកស្ដាប់អតិថិជនលោកអ្នកយ៉ាងយកចិត្តទុកដាក់ហើយសាកល្បងដោះស្រាយចំនួនទាន់ពេលវេលានិងមានប្រសិទ្ធភាព5លោកអ្នកចាត់ទុកការតវ៉ារបស់អតិថិជនគឺជាឱកាសដ៏ល្អមួយសម្រាប់បង្កើតចំណងទំនាក់ទំនងឲ្យបានរឹងមាំជាងមុនជាមួយអតិថិជនចំណុចលេខ1លេខ2និងលេខ3មិនសូវជាវិជ្ជមានប៉ុន្មានទេពីព្រោះថាលោកអ្នកមិនដោះស្រាយបញ្ហាដែលកើតឡើងដោយអតិថិជនទេហើយវាអាចឲ្យអតិថិជនទៅទិញផលិតផលពីដៃគូប្រកួតប្រជែងរបស់លោកអ្នកទៅវិញនៅពេលលើកក្រោយចំណុចលេខ4និងលេខ5គឺវាវិជ្ជមានជាងពីព្រោះលោកអ្នកសាកល្បងតម្រូវចិត្តអតិថិជនហើយជួយសហគ្រាសលោកអ្នកឲ្យកាន់តែប្រសើរវាអាចថាអតិថិជនលោកអ្នកជួយផ្ដល់យោបល់នៅអ្វីដែលលោកអ្នកមិនចាប់អារម្មណ៍ហើយលោកអ្នកអាចជួយកែប្រែនៅកំហុសឆ្គងព្រមទាំងកែលម្អខ្សែចង្វាក់ផលិតកម្មជាសង្ខេបប្រសិនបើអតិថិជនម្នាក់តវ៉ាត្រូវស្ដាប់ប្រសាសន៍របស់គាត់យ៉ាងយកចិត្តទុកដាក់ត្រូវមានគំនិតបើកទូលាយនិងសុទិដ្ឋិនិយមត្រូវពិចារណានៅបញ្ហាឲ្យចំគោលដៅមិនត្រូវគ្រាន់តែប្រើពាក្យសុំទោសហើយមិនកែប្រែនោះទេមិនត្រូវឆ្លោះប្រកែកជាមួយអតិថិជនមិនត្រូវសាកល្បងរករឿងខឹងទៅវិញទេក្រោយពីបានជួបជាមួយនឹងអ្នកជំនាញ MPDA របស់យើងលោកអ្នកនាងអាចជ្រើសរើសនៅនីតិវិធីមួយចំនួនដើម្បីដោះស្រាយនៅវិវាទជាមួយនឹងអតិថិជនរបស់លោកអ្នកប៉ុន្តែអ្វីដែលលោកអ្នកគួរចងចាំនោះលោកអ្នកគួរតែបណ្ដុះបណ្ដាលបុគ្គលិករបស់លោកអ្នកឲ្យចេះបម្រើអតិថិជនឲ្យបានល្អនោះលោកអ្នកអាចបញ្ជៀសនៅវិវាទជាមួយនឹងអតិថិជនរបស់លោកអ្នកបានចាស់ជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងជួបជាមួយនឹងសហគ្រិនទទួលជោគជ័យសូមអញ្ជើញបាទបណ្ណាគារប្រជាប្រិយយើងខ្ញុំត្រូវបានបង្កើតឡើងនៅឆ្នាំ1995គឺមានទីតាំងនៅផ្ទះលេខ619អឺសរ៉ូវិថីកម្ពុជាក្រោមគឺនៅទល់មុខសាលាវិទ្យាល័យសន្ធមុខតែម្ដងយើងបង្កើតសាខានោះគឺឈ្មោះថាបណ្ណាគារលក្ខីគឺនៅស្របផ្លូវជាមួយគ្នាដែរគឺនៅផ្ទះលេខ617អឺសរ៉ូហើយនៅក្នុងការបង្កើតបណ្ណាគារនេះគឺជាគំនិតដូចផ្ដើមផ្ទាល់របស់ឪពុកម្ដាយខ្ញុំបានតែម្ដងដោយក៏សម្លឹងឃើញនៅអត្ថប្រយោជន៍ជាច្រើនដូចជាទី1គឺការកើនឡើងនៃតម្រូវការលើសម្ភារៈសិក្សានិងសម្ភារៈការិយាល័យហើយទី2នោះគឺដោយបណ្ណាគារយើងខ្ញុំគឺព័ទ្ធជុំវិញទៅដោយសាលារៀននិងមហាវិទ្យាល័យផ្សេងៗទី3នោះគឺដើម្បីស្វែងរកប្រាក់ចំណេញហើយទី4គឺក្នុងគោលបំណងរបស់គាត់គឺដើម្បីបណ្ដុះបណ្ដាលកូនឲ្យយល់ដឹងពីកិច្ចការលក់ដូរនិងកិច្ចការបម្រើអតិថិជនផងដែរគិតជាមធ្យមគឺអតិថិជនដែលមកជាវនៅបណ្ណាគារប្រជាប្រិយយើងខ្ញុំនេះគឺក្នុងមួយថ្ងៃពី50ទៅ60នាក់ភាគច្រើនគឺជាអ្នកតាមបម្រើការនៅតាមការិយាល័យនិងអ្នកបម្រើការនៅតាមរោងចក្រហើយក៏មកពីសាលាចំណេះដឹងទូទៅភាគច្រើនផងដែរហើយដែលជាចំណុចខ្លាំងនោះគឺថាភ្ញៀវដែលមកទៅបញ្ជាទិញនេះគឺគេស្គាល់បណ្ណាគាររបស់យើងខ្ញុំគឺតាមការណែនាំរបស់បុគ្គលិករួមការងារឬមិត្តភ័ក្តិរបស់ពួកគេតែម្ដងហើយក្រៅពីនោះទៀតគឺគេអាចបញ្ជាកំងទិញបានតាមរយៈទូរស័ព្ទនិងម៉ាស៊ីនហ្វាក់ហ្នឹងចំណេញដែលលក់ដាច់ខ្លាំងដូចជាក្រដាស់កូពីនិងឲ្យក្រដាស់ហ្វាក់ហើយនឹងស្កុតផងដែរណាចំពោះតំណែងពិសេសរបស់ហាងយើងខ្ញុំគឺមានដូចថាអីវ៉ាន់ចិនដែលពិសេសហើយនឹងផ្លែៗដែលយើងអាចផ្ដល់ជាតម្លៃថោកសមរម្យដល់អតិថិជនរបស់យើងខ្ញុំបានជាពិសេសគឺរោងចក្រដែលគេប្រើភាគច្រើនពួកគេប្រើប្រាស់គឺអីវ៉ាន់ចិនតែម្ដងគិតជាមធ្យមគឺយើងខ្ញុំទទួលចំណូលបានពី5ទៅ$600ក្នុងមួយថ្ងៃកត្តាដែលនាំទៅកាន់ភាពជោគជ័យរបស់បណ្ណាគារយើងខ្ញុំគឺទី1ក្នុងការលក់គឺយើងខ្ញុំពុំមានការកាត់ថ្លៃឡើយនៅលើរាល់មុខទំនិញទាំងអស់ហើយទី2នោះគឺខ្ញុំបែងចែកអតិថិជនជាពីរប្រភេទគឺអតិថិជនជាវដុំនិងអតិថិជនជាវរាយដោយកំណត់តម្លៃយ៉ាងសមរម្យជូនដល់ពួកគាត់ទី3គឺខ្ញុំបានរៀបចំចាត់ចែងយ៉ាងមានប្រសិទ្ធភាពនៅរាល់បានបញ្ជាទិញរបស់អតិថិជនការដឹកជញ្ជូនទំនិញគឺជួយសម្រួលពេលវេលាដល់ជូនដល់ពួកគាត់ហើយចំណុចទី4គឺខ្ញុំបានយកចិត្តទុកដាក់ដល់ប្រតិកម្មរបស់អតិថិជនដូចជាការទីទានការផ្ដល់ជាយោបល់ហើយនិងសំណុំពរផ្សេងៗដើម្បីកែប្រែនិងអភិវឌ្ឍគុណភាពនៃសេវាកម្មរបស់យើងខ្ញុំជោគជ័យនៅសប្តាហ៍ថ្ងៃនេះគឺខ្ញុំពេញចិត្តខ្លាំងណាស់ប៉ុន្តែក៏ខ្ញុំនៅមានមហិច្ឆតាដើម្បីពង្រីកសេវាកម្មរបស់ខ្ញុំទៀតថែមមកណាដូចជាសេវាកម្មខ្ញុំនឹងបន្ថែមសេវាកម្មបោះពុម្ពនៅថ្ងៃអនាគតនោះគឺខ្ញុំនឹងខិតខំស្វះស្វែងរកដើម្បីទៅនាំចូលវត្ថុនាំចូលទំនិញផ្ទាល់មកពីបរទេសផងដែរហើយក្នុងចុងឆ្នាំនេះគឺមានគម្រោងបើកសាខាមួយទៀតនៅផ្លូវម៉ៅសេតុង
លោកអ្នកនាងទូទាំងនិកជនជាទីគោរពចង់បញ្ចប់នៃកម្មវិធីអាជីវកម្មឈានមុខនៅក្នុងថ្ងៃនេះយើងខ្ញុំសូមឆ្លើយតបទៅនឹងសំណួររបស់ទូទាំងនិកជនយើងដែលតាក់ទងទៅនឹងវិស័យទេសចរសំណួរសួរថាតើភ្ញៀវទេសចរបរទេសមកកាន់ប្រទេសកម្ពុជាមានចំនួនប៉ុន្មាននៅក្នុងឆ្នាំ2004គិតមកទល់នឹងថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅតើចំនួនភ្ញៀវមានការកើនឡើងឬក៏ថយចុះចម្លើយនោះគឺគិតចាប់តាំងពីដើមឆ្នាំ2004មកទល់នឹងខែមិថុនាកន្លងទៅនេះកម្ពុជាយើងបានទទួលភ្ញៀវបរទេសសរុបចំនួន448,239 នាក់ដែលចំនួននេះមានការកើនឡើង43កដកសញ្ញា 69% បើធៀបទៅនឹងរយៈពេល6ខែដំបូងនៃឆ្នាំ2003ដែលមានភ្ញៀវទេសចរចំនួនត្រឹមតែ311,948 នាក់ដើម្បីបានស្ថិតិបន្ថែមអំពីស្ថានភាពភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជាលោកអ្នកអាចទៅទំនាក់ទំនងជាមួយនឹងនាយកដ្ឋានទេសចរនៃក្រសួងទេសចរឬលោកអ្នកអាចទស្សនា website របស់ក្រសួងទេសចរដែលមានអាសយដ្ឋានដូចតទៅ www.mot.gov.kh ចាបើសិនជាលោកអ្នកនាងនៅមានចម្ងល់ឬក៏មានបញ្ហាអ្វីដែលតាក់ទងទៅនឹងការប្រកបរបរអាជីវកម្មរបស់លោកអ្នកសូមកុំភ្លេចតាក់ទងមកកាន់កម្មវិធីអាជីវកម្មឈានមុខរបស់យើងតាមរយៈទូរស័ព្ទលេខ023 210 922 ឬតាមរយៈ email businessage@everyday.com.kh យើងខ្ញុំនឹងប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់លោកអ្នកចាស់ចំពោះប្រធានបទសម្រាប់សប្តាហ៍ក្រោយគឺថាតើនៅពេលណាដែលលោកអ្នកអាចសម្រេចចិត្តបានក្នុងការបំពាក់ម៉ាស៊ីនខ្សែចង្វាក់ផលិតកម្មនៅក្នុងសហគ្រាសរបស់លោកអ្នកចាស់នៅក្នុងពេលនេះនាងខ្ញុំសូមជម្រាបលាជួបគ្នានៅសប្តាហ៍ក្រោយទៀត